ថាតាសិមរៀបមានការបោះតង់មួយយប់ពីរថ្ងៃនៅភ្នំកូលែនហើយចង់ដឹងថាពួកយើងមានសកម្មភាពអីគេខ្លះនិងសម្រាប់អ្នកដែលមានបំណងចង់ទៅបោះតង់នៅភ្នំកូលែនណាតើគួរតែត្រៀមលក្ខណៈបែបណាខ្លះអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ដោយសារតែវីដេអូនេះគឺពួកយើងនិយាយរៀបរាប់អំពីការបោះតង់តើអ្នកទាំងអស់គ្នាគួរតែត្រៀមអីខ្លះតាសិមរៀបជម្រាបសួរអ្នកទាំងអស់គ្នា Welcome back to តាសិមរៀបអ្នកទាំងអស់គ្នាមាននឹកក្មេងទុយទាំងពីរអ្នកនេះអត់ក្មេងទុយនឹកអ្នកទាំងអស់គ្នាណានេះគឺជាសកម្មភាពថ្ងៃទី1ដែលយើងមកបោះតង់នៅកន្លែងមួយដែលមានឈ្មោះថាអូរងាឬក៏អូត្រជាសម្រាប់ទីតាំងនៅហ្នឹងគឺងាយស្រួលរកមែនតើនៅពេលដែលអ្នកទាំងអស់គ្នាជិះមកដល់ផ្លូវ8ព្រះអង្គធំអ្នកទាំងអស់គ្នាបត់ស្ដាំហើយប្រហែលជាជិះ1គីឡូដីអ្នកទាំងអស់គ្នានឹងដល់កន្លែងស្ពានមួយហើយកន្លែងដែលខ្ញុំបោះតង់ហ្នឹងគឺនៅហ្នឹងតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែចុះពីស្ពានចូលមកខាងស្ដាំដៃបន្តិចគឺដល់តែម្ដងតែអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំមកដល់ហ្នឹងប្រហែលជាម៉ោង10ហើយអញ្ចឹងទៅគឺយើងនាំគ្នារៀបចំអាហារអាំងសាច់អាំងអីញ៉ាំជុំគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាចាអ្នកគ្នាសម្រាប់អាហារហ្នឹងគឺខ្ញុំបានយកមកពីផ្ទះហើយគឺយើងរៀបចំមកខ្លួនឯងអ្នកគ្នាដោយសារតែនៅហ្នឹងគឺគេអត់មានទទួលរៀបចំអាហារឬក៏មានម្ហូបកំងអីផ្សេងៗទេប៉ុន្តែបើសិនជាអ្នកគ្នាដែលមកហើយអត់មានបានទិញអីញ៉ាំទេអ្នកគ្នាអាចទៅរកទិញនៅកន្លែងព្រះអង្គធំវិញបានឥឡូវយើងក៏លេចមកមើលទេសភាពនៅហ្នឹងវិញអ្នកគ្នាសម្រាប់នៅហ្នឹងបរិយាកាសគឺល្អមែនតើមានទឹកធ្លាក់មានដើមឈើខ្ចប់បក់រវិចរវិចហើយសំខាន់គេមានជារៀបជាកញ្ចុះឲ្យអ្នកគ្នាស្រួលអង្គុយហ្មងអ្នកគ្នាអញ្ចឹងទៅបើសិនជាយើងទៅជាលក្ខណៈគ្រួសារទោះបីគ្រួសារតូចឬក៏គ្រួសារធំគឺយើងអាចមានកន្លែងអង្គុយញ៉ាំបាយយ៉ាងស្រួលខ្លួនហ្មងអ្នកគ្នាបរិយាកាសបែបហ្នឹងបើបានលេងហ្គីតាទៀតរត់តែលយហ្មងតើឥឡូវទៅស្ដាប់ទាំងអស់គ្នាពីយើងញ៉ាំអីរួចរាល់យើងក៏បានចុះមកលេងទឹកហើយទឹកនៅហ្នឹងមានកន្លែងរាក់មានកន្លែងជ្រៅហើយសម្រាប់អូនទទូចក៏គាត់អាចមកលេងទឹកនៅហ្នឹងបានដែរអញ្ចឹងអ្នកដែលមានកម្រងចាំមកដើរលេងភ្នំកលែនជួបជុំគ្រួសារឬក៏ជាមួយមិត្តភ័ក្តិអ្នកនរគ្នាកុំភ្លេចមកលេងនៅអូល្ងានេះណាហើយចំពោះអ្នកដែលមានបំណងចង់មកបោះតង់គឺនៅហ្នឹងតម្លៃសមរម្យអ្នកនរគ្នាសម្រាប់តម្លៃតង់មួយយប់គឺគេយកតាម10000រៀលទេក្នុងមួយតង់មើលហើយអ្នកនរគ្នាហ្នឹងលទ្ធផលជិះតាម Google Map អញ្ចឹងហើយនេះមកកាមេរ៉ាមែនតោះសៀមរាបហ្នឹងអ្នកនរគ្នាថ្ងៃហ្នឹង enjoy life សាហាវចាអ្នកគ្នាឥឡូវនេះយើងបន្តដំណើរទៅលេងនៅកន្លែងមួយកន្លែងទៀតដែលមានឈ្មោះថាទឹកជ្រោះ3ជាន់ដែលទីតាំងហ្នឹងគឺនៅជិតព្រះអង្គធំអ្នកនរគ្នាពេលដែលយើងមកដល់នៅកន្លែងហ្នឹងគឺទេសភាពគេស្រស់ស្អាតខ្លាំងមែនតើប៉ុន្តែដោយសារតែខែហ្នឹងអត់សូវមានទឹកអញ្ចឹងទៅយើងឃើញទឹករ៉ែកទេប៉ុន្តែនៅតែមានភ្ញៀវជាតិនិងអន្តរជាតិគាត់មកលេងនៅហ្នឹងគួរសមដែរអ្នកនរគ្នាសម្រាប់នៅហ្នឹងផងដែរគេមានកន្លែងជួលឈុតភ្នងដើម្បីថតរូបលេងជាមួយនឹងតោមផ្កានិងកម្រងផ្កាផងដែរអ្នកគ្នាប៉ុន្តែថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺខ្ញុំអត់បានតែងទេដោយសារតែពេលវេលាតិចពេកពួកខ្ញុំចង់ដើរលេងឲ្យបានច្រើនកន្លែងដែរអញ្ចឹងណាអ្នកគ្នាចាអ្នកគ្នាឥឡូវហ្នឹងគឺថាពួកខ្ញុំកំពុងតែបន្តដំណើរទៅលេងខាងក្រោមទៀតណាអ្នកគ្នាដែលកន្លែងហ្នឹងគឺមានទឹកជ្រោះធំហើយស្អាតខ្លាំងមែនតើហើយសម្រាប់ផ្លូវចុះដែលជាចរាចរណ៍ហ្នឹងគឺអត់ចោតពេកទេអ្នកគ្នាគឺគេរៀបចំមកឡើងស្រួលឲ្យយើងដើរសុវត្ថិភាពអូយអ្នកគ្នាអើយគ្រាន់តែមកដល់កន្លែងហ្នឹងភ្លាមទឹកជ្រោះដែលធ្លាក់មកគឺវាសាច់មកលើយើងមកឡើងទឹកជាហើយមានអំថាគឺអូយស្រស់ស្រាយមែនតើខួរក្បាលមួយហ្នឹងគឺឡើងfresh ហ្មងអ្នកគ្នាតែអ្នកគ្នាអើយការដែលខ្ញុំទៅហ្នឹងគឺដោយសារតែពេលហ្នឹងអត់ទាន់មានភ្លៀងធ្លាក់អញ្ចឹងទៅទឹកបានប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំជឿថាបើសិនជាអ្នកគ្នាទៅឥឡូវហ្នឹងគឺទឹកកាន់តែស្អាតជាងមុនដោយសារតែខែហ្នឹងគឺចាប់ផ្ដើមធ្លាក់ភ្លៀងមកទៅតែចូលអ្នកគ្នាតែសភាពនៅហ្នឹងមានអារម្មណ៍ថាដូចឋានសួគ៌ក្រំមេឃអញ្ចឹងអ្នកគ្នាពេលដែលយើងយប់បន្តិចគឺពួកខ្ញុំត្រឡប់មកវិញហើយគឺត្រឡប់មកកន្លែងអូល្ងាដែលដើរលេងកាលពីព្រឹកមិញហ្នឹងអ្នកគ្នាយើងមកដើម្បីរៀបចំអាហារញ៉ាំជុំគ្នារៀបចំកន្លែងបោះតង់ហើយមានការជួយគ្នាម្នាក់ម្ដាយមួយជើងចឹងទៅដើម្បីរៀបចំកន្លែងយើងឲ្យស្រួលបួនដើម្បីយើងកេងព្រោះយប់ហ្នឹងយើងត្រូវកេងមកទឹកណាអ្នកគ្នាហើយយល់ថាម្នាក់ដេកផ្ទះស្រួលអត់ចង់ទេចង់មកពិបាកចង់មកដេកព្រៃចង់មកឲ្យមុខខាំមុខស៊ីចឹងទៅហើយបាយទេហាមិនឆ្ងាញ់ទេចង់អាបាយព្រៃហើយនៅទេហាលេងអ៊ីនធឺណិតបានតាមចិត្តផ្ទះអ្នកខ្លះមាន Wi-Fi ទៀតអត់ចង់ទេចង់មកដេកព្រៃអត់មានសេវាសូម្បីមកបៀករកខលទៅគ្នាមិនបានសោះប៉ុន្តែមានអីអ្នកគ្នានៅពេលដែលយើងអត់មានអ៊ីនធឺណិតចឹងហើយយើងអត់បានកាន់ទូរស័ព្ទទេ
គឺយើងដាក់ទូរស័ព្ទចុះទាំងអស់គ្នាហើយយើងមានពាក្យនិយាយលេងជាមួយគ្នានិយាយពាក្យក្នុងចិត្តមួយគ្នាហើយក៏មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាស្ដាប់សលេងទឹកហូរស្ដាប់សលេងហ្គីតាហើយបានច្រៀងលេងជាមួយគ្នាសួរថាអារម្មណ៍បែបហ្នឹងណា10ឆ្នាំមានប្រហែលដងអ្នកនរគ្នា Good morning អ្នកនរគ្នាងើបពីគេងហើយយប់មិញហ្នឹងសឹងតែមិនបានគេងដោយសារតែមកដើរលេងមកគេងមកយើចាឥឡូវហ្នឹងគឺថាពេលព្រឹកឡើងកាមេរ៉ាមែនធ្វើបាបខ្ញុំសាហាវអ្នកគ្នាអើយមិនសល់មកខ្ញុំធ្វើបាបហ្នឹងគេធ្វើបាបខ្ញុំវិញម្ដងអីយេម្ដងនេះអូអ្នកគ្នានិយាយថាបងនៅក្នុងទឹកហ្នឹងគាត់អត់បានគេងណាអត់បានគេងនឹងពីយប់ម្សិលមិញរហូតមកដល់ស្មានហ្នឹងមកនឹងចាំ10ទៀតទៅគាត់អត់បានគេងទេអូយទៅសើគាត់ហ្មងណាអ្នកគ្នាហើយថ្ងៃហ្នឹងក៏ពួកខ្ញុំនាំគ្នាលេងទឹកមួយផ្លែទៅក៏នាំគ្នារៀបចំខ្លួនដើម្បីទៅតែវិញទៅអញ្ចឹងសម្រាប់វីដេអូតាសៀមរាបរបស់យើងគឺឈានដល់ទីបញ្ចប់ហើយណាអរគុណសម្រាប់ការចូលមើលតាសៀមរាបសូមអរគុណសូមជម្រាបលាបាយបាយ